អាហារ6មុខនេះអាចជួយអ្នកបាននៅពេលអ្នកមានអារម្មណ៍មិនល្អ1កំពុងមានអារម្មណ៍ខឹងនរណាម្នាក់ត្រូវញ៉ាំតែបៃតងនៅពេលដែលយើងដឹងថាខ្លួនឯងកំពុងខឹងនរណាម្នាក់ទាំងដែលយើងមិនចង់ព្យាយាមទប់អារម្មណ៍ខ្លួនឯងបន្តិចខណៈពេលនេះអ្នកអាចញ៉ាំតែបៃតងដើម្បីធ្វើឲ្យចិត្តអ្នកនឹងណូព្រោះតែបៃតងមិនមែនមានតែជាតិកាហ្វេអ៊ីនដែលជួយធ្វើឲ្យយើងស្រស់ស្រាយទេវាក៏មានផ្ទុកជាតិធានីនដែលមានសារៈសំខាន់ក្នុងការជួយរំសាយអារម្មណ៍និងទប់កំហឹងផងដែរ2មានអារម្មណ៍ជ្រួចច្របល់គួរតែញ៉ាំប្រូកូលីអារម្មណ៍ជ្រួចច្របល់អាចបណ្ដាលមកពីការព្រួយបារម្ភអ្វីមួយនៅពេលដែលអ្នកមានរឿងអ្វីមួយដែលត្រូវគិតក្នុងចិត្តវាអាចធ្វើឲ្យយើងសម្រាកមិនបានស្រួលបន្លែបៃតងដូចជាប្រូកូលីស្ពៃពុយលែងអាចជួយអ្នកបានព្រោះវាសម្បូរទៅដោយអាស៊ីតហ្វូលិកដែលអាចកាត់បន្ថយអារម្មណ៍ជ្រួចច្របល់ក្នុងចិត្តយើង3អារម្មណ៍ stress ញ៉ាំសូកូឡាខ្មៅអារម្មណ៍នេះប្រហែលជាអ្នកអាចនឹងជួបញឹកញាប់មនុស្សម្នាក់មានវិធីរំសាយ stress ខុសៗគ្នាតែយើងមានវិធីមួយដែលអាចជួយអ្នកគ្រប់គ្នាបានដោយញ៉ាំសូកូឡាខ្មៅព្រោះវាមានជាតិកាកាយច្រើនមានជាតិ flavonoid ច្រើនដែលអាចកាត់បន្ថយអរម៉ូន stress ក្នុងរាងកាយបាន4មានអារម្មណ៍ក្រៀមក្រំគួរតែញ៉ាំទឹកដោះគោនៅពេលដែលរាងកាយខ្វះវីតាមីន D យើងប្រហែលជាមានអារម្មណ៍មិនល្អដូចជាព្រួយបារម្ភច្រើននិងធុញថប់ដោយមិនដឹងមូលហេតុដូចនេះហើយអ្វីដែលរាងកាយត្រូវការគឺវីតាមីន D ឲ្យបានគ្រប់គ្រាន់ដំណោះស្រាយដ៏ងាយស្រួលគឺញ៉ាំទឹកដោះគោដូចនេះរាងកាយនឹងទទួលបានវីតាមីន D គ្រប់គ្រាន់5មានអារម្មណ៍រសាប់រសល់ញ៉ាំត្រីសាម៉ុនអារម្មណ៍ព្រួយបារម្ភអាចបណ្ដាលទៅជា stress បានបើយើងឧស្សាហ៍មានអារម្មណ៍បែបនេះកើតឡើងគួរតែញ៉ាំត្រីសាម៉ុនព្រោះវាមាន omega 3 អាចបង្កើន serotonin ដែលជួយឲ្យអារម្មណ៍នឹងណូនិងកាត់បន្ថយការព្រួយបារម្ភបាន6ពិបាកផ្ចង់អារម្មណ៍ញ៉ាំផ្លែប៉ោមនៅពេលដែលត្រូវបដោតអារម្មណ៍ធ្វើការតែមានអារម្មណ៍មិនស្ងប់នោះបណ្ដាលឲ្យពិបាកផ្ចង់អារម្មណ៍ដែលធ្វើឲ្យយើងបង្កើតកំហុសបានយ៉ាងងាយយើងអាចរកជំនួយពីធម្មជាតិបានដោយការញ៉ាំផ្លែប៉ោមដើម្បីបន្ថែមវីតាមីន C ដល់រាងកាយដើម្បីជួយបង្កើនការផ្ចង់អារម្មណ៍